សួស្តីអ្នកទាំងអស់គ្នានេះជាវីដេអូទៅកាន់ទឹកធ្លាក់អូតង់បងអ្នកទាំងអស់គ្នាចង់ដឹងដំណើរកម្សាន្តនេះបែបណាសូមតាមដានវីដេអូនេះទាំងអស់គ្នាទឹកធ្លាក់អូតង់គឺជាទឹកធ្លាក់មួយដែលនៅស្ថិតនៅខេត្តកំពង់ស្ពឺដែលយើងអាចធ្វើដំណើរទៅពីភ្នំពេញទៅខាងកំពង់ស្ពឺប្រហែលជា100គីឡូម៉ែត្រជាងយើងត្រូវចាំគ្នានៅក្រសឹងតូតាល់នៅម៉ោង 6 កន្លះដើម្បីរៀបចេញដំណើរហើយដល់ផ្សារដងយើងក៏ឈប់ញ៉ាំអីនៅអាហារពេលព្រឹកហើយក៏បានទស្សនានៅបាល់ទាត់ហើយចូលផ្សាររៀបទិញម្ហូបហើយនិងសម្ភារៈដើម្បីទៅបោះតង់បន្ទាប់ពីទិញម្ហូបនិងសម្ភារៈរួចយើងក៏បានធ្វើដំណើរចេញដំណើរទៅកាន់អូតង់តែម្ដងដែលអាចមើលទេសភាពទៅតាមផ្លូវហើយផ្លូវទៅកាន់អូតង់គឺមានភាពងាយស្រួលដែលគេចាក់កស៊ូរហូតទៅដល់តំបន់ជ្រាវរួចហើយក៏ដល់ផ្លូវបំបែកបត់ទៅតំបន់អូតង់យើងក៏បានចូលទៅទិញសម្ភារៈបន្ថែមនៅខាងឌីប៉ូទឹកធ្លាក់អូតង់ជាតំបន់កំសាន្តធម្មជាតិនិងជាទីតាំងរបស់តង់ដ៏ទាក់ទាញមួយដែលស្ថិតនៅក្នុងឃុំត្រពាំងជោស្រុកអារ៉ាល់ខេត្តកំពង់ស្ពឺពោះការធ្វើដំណើរយើងអាចធ្វើដំណើរតាមផ្លូវជាតិលេខ 4 រួចបាត់ស្ដាំត្រង់ម្ដុំផ្សារខ្នល់តន្ទឹងឬក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ 5 ដែលមកត្រង់រហូតមកកាច់នៅចំណុចផ្សារដង់បើយើងទៅត្រង់គឺជាផ្លូវជ្រាវប៉ុន្តែយើងត្រូវបត់ស្ដាំចុះទៅតាមផ្លូវលំនេះចឹងទៅដល់ត្រង់បន្តិចក៏ឃើញមានផ្លាកថាទឹកធ្លាក់អូតង់ហើយក៏ឆ្លៀតពេលនោះក៏ចុះទៅថតរូបជាអនុស្សាវរីយ៍ផងដែរតបមកយើងក៏ធ្វើដំណើរបន្តទៅតាមផ្លូវអូតង់ហ្នឹងអញ្ចឹងផ្លូវអូតង់ហ្នឹងរៀងចូលទៅពិបាកបន្តិចដែលចំពោះរថយន្តទាបអាចបើកបរបានដោយប្រុងប្រយ័ត្នតែចំពោះរថយន្តខ្ពស់ឬម៉ូតូគឺងាយស្រួលក្នុងការធ្វើដំណើរហើយចំពោះការជិះកាត់អូរនេះនៅពេលភ្លៀងអាចនឹងមានទឹកហូរខ្លាំងដែរដែលយើងអាចនឹងមានការប្រុងប្រយ័ត្នក្នុងការឆ្លងធ្វើដំណើរតែខ្ញុំមកនេះវាមានទឹកតិចអញ្ចឹងយើងអាចធ្វើការឆ្លងបានធម្មតាបន្ទាប់ពីជិះឆ្លងឧបសគ្គយើងក៏មកដល់តំបន់ទឹកធ្លាក់អូតង់ហើយនៅទីនោះគេគិតថ្លៃកញ្ចុះសម្រាប់បោះតង់ចំ20000រៀលសំខាន់ទូគាត់ទៅទឹកធ្លាក់នៅទីនេះមានលក្ខណៈថ្លាឆ្វង់និងត្រជាក់ហូបឆ្លងកាត់ទាំងថ្មធំល្អគ្រប់សពសម្រាប់ងូតលេងកម្សាន្តហើយចំពោះទីធ្លាគឺធំទូលាយនិងមានស្មៅបេតុងខ្ចីក្បែរមាត់ទឹកហើយជាកន្លែងដ៏ល្អបំផុតសម្រាប់ការបោះតង់និងដេកស្ដាប់សំឡេងទឹកហូរនាពេលយប់ហើយគាត់ជួននឹងមានភ្លៀងតិចផងនោះធ្វើឲ្យបរិយាកាសឈៀលតែម្ដងតំបន់នេះព័ទ្ធជុំវិញដោយដើមឈើធំនិងជួរភ្នំនៃស្រុកអារ៉ាល់ដែលធ្វើឲ្យខ្យល់អាកាសបរិសុទ្ធខ្លាំងឆ្ងាយពីផ្សែងពុលនិងភាពអ៊ូអរនៃទីក្រុងនៅទីនោះក៏មានសេវាធ្វើម្ហូបផងដែរដែលមានតម្លៃសមរម្យដូច្នេះបើអ្នកមិនចង់ហត់រៀបចំម្ហូបខ្លួនឯងក៏អាចកំងញ៉ាំនៅទីនោះបានដែរ
ហើយក៏មានបន្ទប់ទឹកស្អាតសម្រាប់ភ្ញៀវប្រើប្រាស់និងមួយទឹកសម្រាប់ផ្លាស់ប្ដូរសម្លៀកបំពាក់ដែលធ្វើឲ្យការបោះតង់កាន់តែមានភាពងាយស្រួលជាពិសេសសម្រាប់បងនារីនិងកុមារអញ្ចឹងរៀងល្ងាចហើយយើងក៏ចាប់ផ្ដើមអាំងសាច់គោដើម្បីធ្វើជាអាហារពេលល្ងាចបងអ្នកទាំងអស់គ្នាអញ្ចឹងពីយកទៀតញ៉ាំអីរួចហើយអញ្ចឹងហើយព្រឹកឡើងយើងក៏ដើរមើលទេសភាពនៅទឹកព្រលឹមបានត្រជាក់ស្រួលហើយនឹងដើរមើលទេសភាពជុំវិញហើយក៏បាននាំគ្នាឆុងកាហ្វេនិងឆុងមួយញ៉ាំក៏មកយើងក៏ដើរមករៀនហាលនៅខាងមុខអញ្ចឹងទីមានទីហាលមួយដែលយើងអាចមើលទេសភាពតាមចង្ការហើយនឹងស្ពាភ្នំបាទនេះគឺជាមេតំបន់បាទឃើញមកហើយរត់បាត់ដើរលេងបែកនេះគ្នាច្រើនទេនេះម្នាក់ឯងបានហើយសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងតិចទៀតយើងនឹងទៅលេងទឹកផ្ទះអូតង់នៅជាន់ខាងលើអញ្ចឹងចាំខ្លួនស្ដានវីដេអូទាំងអស់គ្នាបានទេសភាពពិតជាស្អាតបងប្អូនអញ្ចឹងបើយើងមកខែនេះទឹកពិតជាល្អគឺហៅថាគ្រឿងស៊ីសិនណាអញ្ចឹងយកវិញក៏មានភ្លៀងស្រួយដែរប៉ុន្តែនៅនេះអត់ទៅជាដូចនៅអលយឬនៅណាទេគឺមុំអាចស្រួលខ្លួនដេកយកមិញគឺស្រួលខ្លួនដែរអញ្ចឹងមើលតែសភាពទាំងអស់គ្នាគឺពោពេញទៅដោយប្រៃតែបងដែរហើយនឹងថោវិធីទៅអាចរំសាយ stress យើងបានអញ្ចឹងផ្លូវឡើងទៅទឹកធ្លាក់អូតង់នេះប្រហែលជាងាយវាប្រហែលជា400 ម៉ែត្រពីខ្ញុំមើលផ្លាកខាងក្រោមទៅចំពោះផ្លូវវាមានលក្ខណៈតូចដែលយើងអាចដើរបានហើយយើងត្រូវដើរឆ្លងកាត់ដូចជាចង្ការជីកព្រៃហើយមានសភាពរៀងស្ងប់ស្ងាត់ហើយយ៉ាងណាមិនអីទេយើងដើរគ្នាច្រើនយូរប្រហែលយើងក៏ដើរមកដល់ទីតាំងទឹកជ្រោះស្អីទៀតបងប្អូនអញ្ចឹងយើងដើរមកដល់ហើយគឺទឹកធ្លាក់អូតង់អញ្ចឹងអ្នកទាំងអស់គ្នាមកមើលទៅនោះណា Oh my god Wow នេះជាទីពេញនិយមសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេងដើរព្រៃហើយទឹកនៅទីនេះមានលក្ខណៈថ្លាស្អាតហើយនៅបរិយាកាសព័ទ្ធជុំវិញគឺជាព្រៃឈើដ៏ស្រស់ស្អាតហើយទឹកធ្លាក់ដ៏ស្រស់ស្អាតស័ក្តិសមសម្រាប់អ្នកដែលចង់សម្រាកអាហារកាយហើយនឹងកម្សាន្តនៅទីនេះទឹកធ្លាក់អូតង់ជាគោលដៅដ៏ល្អសម្រាប់អ្នកស្រឡាញ់ធម្មជាតិហើយទឹកធ្លាក់តូចមួយដែលមានទឹកថ្លាស្អាតហូរចុះពីថ្មបាយក្រៀមបង្កើតជាអាងទឹកធម្មជាតិសម្រាប់លេងទឹកហើយអាចហាលទឹកនិងងូតទឹកធម្មជាតិនេះបានដើរលេងកម្សាន្តឬក៏ថតរូបជាមួយនឹងមិត្តភ័ក្តិហើយរដូវវស្សាពីឧសភានិងតុលាទឹកធ្លាក់ខ្លាំងស្រស់ស្អាតខ្លាំងណាស់តែអាចនឹងមានភក់ចំពោះរដូវប្រាំងវិច្ឆិកាដល់មេសាទឹកតិចជាងប៉ុន្តែងាយស្រួលធ្វើដំណើរនិងបោះតង់ស្រួលជាងរួចហើយយើងក៏រៀបចំសម្ភារៈនិងធ្វើដំណើរទៅវិញហើយហាងកាហ្វេមួយដែលគេទៅទាំងបើកដែលមានឈ្មោះថារសាកាហ្វេយើងក៏ឆ្លៀតចូលទៅអង្គុយផឹកកាហ្វេសិនមុននឹងត្រឡប់ទៅផ្ទះវិញរួចហើយយើងក៏បានដើរមើលនិងដើរកម្សាន្តបរិវេណជុំវិញកាហ្វេនេះហើយក៏រៀបចំដំណើរចេញមកផ្ទះវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនា